តេតសមាជិកសភាឥណ្ឌាថ្កោលទោសថៃរឿងឈូសកំទេចព្រះវិស្ណុឬព្រះនរាយណ៍នៅច្រកអានសេះបងប្អូនឃើញ excavator AX របស់ថៃហ្នឹងគឺឈូសឆាយអស់ហើយលោកតាអ៊ំគេជ្រុះឡើងរៀបឈូសឡើងរៀបស្មើខ្ទេចខ្ទីអស់ហើយគេចម្លាក់គ្រាប់តាំងពីថ្ងៃ24ដល់28នេះចម្លាក់ខ្ទេចអស់ប៉ុន្តែវានៅចងៀងចងាងអញ្ចឹងទៅដល់ថ្ងៃទី10ជាងខែធ្នូនេះគឺគេចូលទៅសម្អាតយ៉ាងស្អាតបាទកុំឲ្យឈឺក្បាលរឿងនាំដាក់បន្លាលុះអីរុញទៅរុញមកអីនាំប្របាគឺឈូសទាំងផ្ទះផ្សារផ្ទះអីហ្នឹងឡើងស្អាតឆេញតែម្ដងហើយទៅរៀលដាល់ឈូសទៅដល់រូបព្រះនរាយណ៍គឺព្រះវិស្ណុដែលជារូបចម្លាក់មួយនៅក្នុងដែនអធិបតេយ្យកម្ពុជាហើយរូបចម្លាក់នេះមែនតើនៅក្នុងដែនដីខ្មែរជាការដាក់តាំងដើម្បីបញ្ជាក់អំពីការគោរពសាសនាអីផងខ្មែរយើងក៏កាន់សាសនាពុទ្ធកាន់សាសនាអីទៅតាមជំនឿក៏ប៉ុន្តែឃើញexcavator របស់ថៃរុញដួលទៅដីបាក់ខ្ទេចខ្ទីអស់បែបនេះធ្វើឲ្យអតីតតំណាងរាស្ត្រជនជាតិឥណ្ឌាដែលនៅឥណ្ឌាណោះគាត់បានមើលរឿងយើងដែរបងប្អូនគាត់ឃើញរូបហ្នឹងដែលផ្សាយចេញពីប្រភពព័ត៌មានថៃទេព្រោះអីថៃគេយកទៅចុះផ្សាយខ្មែរយើងក៏ចុះផ្សាយច្រើនដែរហើយលោកវិចាយាស័យ Reddy បាទអតីតតំណាងរាស្ត្រគាត់ធ្វើតំណាងរាស្ត្រនៅឥណ្ឌាហ្នឹងច្រើនឆ្នាំហើយទៅឈប់កាលពីខែមករាឆ្នាំ2025ទេគាត់សុំសម្រាប់ហ្នឹងដោយបញ្ហាផ្ទាល់ខ្លួនយ៉ាងណាប៉ុន្តែគាត់សរសេរអញ្ចេះគាត់ថាគាត់សរសេរនៅតាមបណ្ដាញសង្គម Twitter គាត់ថាអញ្ចេះឥឡូវជា X គាត់ថាការបំផ្លិចបំផ្លាញព្រះដែលតំណាងឲ្យសាសនាហិណ្ឌូណាដែលជារូបចម្លាក់ព្រះនិយាយទៅរូបបដិមាព្រះរបស់ការគោរពរបស់ជនជាតិឥណ្ឌាមួយដែរនោះនៅក្រោមហេតុផលឬក៏លេសណាក៏ដោយតកតងនឹងចំនួនព្រំដែនគឺជារឿងមិនអាចទទួលយកបានតតែសោះគាត់ថាមិនចំពោះថារូបនេះឬរូបសំណាកនេះគឺដាក់ដោយជនជាតិខ្មែរដាក់ប្រទេសកម្ពុជាឬក៏អ្នកណាយកទៅសាងសង់តម្កល់នៅកន្លែងហ្នឹងទេសំខាន់គឺការវាយប្រហារទៅលើរូបព្រះដែលជាទីសក្ការៈបែបនេះគឺជាការរំលាយបំពានដល់ជំនឿសាសនានិងគេមរតកបេតិកភណ្ឌដែលបង្ហាញអំពីអំពើហិង្សាទៅលើសាសនាដែរនឹងការគោរពបូជាអញ្ចឹងលោកបន្តទៀតថាទាំងប្រទេសថៃនិងប្រទេសកម្ពុជាគឺជាជាតិសាសន៍ដែលប្រកាន់ជំនឿសាសនាពុទ្ធឬក៏ជាអ្នកជំនឿពុទ្ធសាសនាជាពុទ្ធសាសនិកហើយប៉ុន្តែនៅក្នុងប្រវត្តិគឺក៏បានកត់ត្រាអំពីការធ្វើទុកបុកម្នេញដល់ប្រាសាទដែលជាដួងព្រលឹងសាសនាហិណ្ឌូហើយនឹងជាការប៉ុនប៉ងនៅក្នុងការលុបបំបាត់ចោលសាសនាមួយនេះទៀតផងអំពើហិង្សាប្រឆាំងទៅនឹងនិមិត្តសញ្ញាឬក៏និមិត្តរូបដ៏ស័ក្តិសិទ្ធិដែលជាទីសក្ការៈបែបនេះគឺមិនអាចនឹងយកមកធ្វើជាគេហៅថាពាក្យស្លោកនយោបាយដើម្បីចំណេញនយោបាយណាមួយបានឡើយព្រោះអីបើគ្មានសាសនាទេបានន័យថាគ្មានទេសុខសន្តិភាពហើយការដែលបំផ្លាញសាសនាបែបនេះជំនឿសាសនាបែបនេះគឺជាការបំផ្លាញសុខសន្តិភាពនោះឯងភាសានេះតាមពិតវាជាការដែលដាស់តឿនក្រានរំលឹកដល់ក្រមយោធាថៃដែលពិតជាផ្ដេសផ្ដាស់មែនតើហើយតតែលឺសារបែបនេះក៏ពួកគាត់ប្រហែលជាមិនឈឺក្បាលទេប្រយ័ត្នតែត្រូវបណ្ដាសាររបស់ព្រះវិស្ណុគាត់ហ្នឹងព្រះនរាយណ៍ហ្នឹងក៏តែមិនដឹងប៉ុន្តែនេះគឺជារឿងមួយដែលថៃខ្លួនឯងចាប់ផ្ដើមយកទៅពិចារណាទៅព្រោះអីថៃអត់ខ្វល់ធ្វើយ៉ាងម៉េចដើម្បីឈ្លានពានដែនអធិបតេយ្យកម្ពុជាបានឈូសឆាយអស់ដើម្បីដាក់បលាលួសដាក់អីទៅព្រោះខ្លាចគិតថាព្រះវិស្ណុឬព្រះនរាយណ៍ហ្នឹងគឺជាបេតិកភណ្ឌឬក៏សម្បត្តិវប្បធម៌ខ្មែរដែលយកទៅតម្កល់នៅហ្នឹងអញ្ចឹងដើម្បីឲ្យបាត់ដានថាអស់មានស្លាកស្នាមអីទៀតហើយឈូសចោលទៅវាជាដីថៃអស់ពាត់លបងទៅស្រួលមិនបាច់រករឿងអីបានព្រោះអត់មានអីជាផោះតាងអីអញ្ចឹងទៅអាចនៅក្នុងចេតនាហ្នឹងក៏ថាបានតែនិយាយទៅថៃនេះគឺទៅដល់កន្លែងណាបំផ្លាញកន្លែងហ្នឹងឲ្យលលាយដើម្បីឲ្យការហេដ្ឋារចនាសម្ព័ន្ធទៅជារបស់ថៃស្រួលថៃលេបយកទាំងស្រុងបាទអានេះគឺជារឿងដែលថៃចង់បាន